បាទគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនបាទដោយសារប្រហែលថ្ងៃនេះគឺជាប់រវល់ធ្វើការបាទអត់បានចូលព្រៃឫស្សីទេអត់បានថតវីដេអូក្នុងព្រៃឫស្សីដើម្បីដាក់ចែកជូនបងប្អូនទស្សនាទេបាទអញ្ចឹងមានតែថតវីដេអូឫស្សីដែលរកបានហើយនៅក្នុងផ្ទះបាទអត់ទាន់បានកាត់សម្អាតខ្លះក៏យកមកថតដាក់ចែកជូនបងប្អូនទស្សនាបាទហើយឫស្សីក្តារសាច់នេះផងដែរគឺមានច្រើនប្រភេទបាទមានជាប្រភេទឫស្សីក្តារសាច់កញ្ចុំមានជាប្រភេទឫស្សីក្តារសាច់អត់កាយ៉ាវមានជាប្រភេទឫស្សីក្តារសាច់ឈ្មោលមានកាយ៉ាវបាទហើយក៏មានឫស្សីដុះក្តារសាច់ប្រភេទជានុកប្រភេទជាសង្វាហើយក៏មានជាប្រភេទញីផងដែរបាទគេហៅថាក្តារសាច់ញីបាទហើយអញ្ចឹងខ្ញុំក៏សូមបង្ហាញមួយចែកជូនបងប្អូនទស្សនាតែម្ដងបាទលើចូលចិត្តតិចហើយឫស្សីខ្លះតូចខ្ញុំក៏សូមសូមដាក់រូបឲ្យធំដើម្បីឲ្យច្បាស់បាទហើយដល់ពេលដល់ឫស្សីធំអាហ្នឹងយើងដាក់រូបតូចវិញដើម្បីយើងស្រួលមើលបាទលើឫស្សីតូចខ្ញុំសូមដាក់រូបឲ្យធំចែកជូនបងប្អូនទស្សនាឲ្យបានច្បាស់បាទរូបធំមកដល់ហើយបាទនេះជាប្រភេទឫស្សីគេហៅថាក្តារសាច់កញ្ចុំបាទកញ្ចុំដុះក្តារសាច់ហើយកញ្ចុំនេះផងដែរគឺមានផ្នែកខាងលើធំគួរសមតែជលរាងប៉ែវបន្តិចបាទនេះបើមើលចេះវិញខ្ទាស់គ្នាមួយផ្នែកនេះធំហើយធំពីរនេះខ្ទាស់គ្នាជាប់បាទតែដោយសារនិយាយជលវាភ្លាវបាទជលភ្លាវបន្តិចហ្នឹងអញ្ចឹងក៏ស្ទើរសម្រាប់បន្តិចដែរបាទហើយមានពីរអង្គជាប់គ្នាបាទខាងលើនេះក៏មិនណយដែរបាទមកកញ្ចប់បន្តិចហើយអត់តាន់បានកាត់សម្អាតទេបានយូរដែរហើយបាទអានេះប្រភេទជាកញ្ចុំដុះក្តារសាច់ហ្នឹងទោះភ្លាវបន្តិចបងប្អូនក៏មិនខ្ទាស់គ្នាស្អាតទេផ្នែកលើធំល្អទៀតបាញ់ចុះបាទកញ្ចុំដុះក្តារសាច់នេះជាប្រភេទក្តារសាច់អត់កាយ៉ាវបាទអត់កាយ៉ាវហ្នឹងមានន័យថាអត់ច្រពាន់បាទគឺដោះក្តារថ្នាំងអញ្ចឹងទៅហើយអត់មានច្រពាន់មានកាយ៉ាវអីទេបាទហើយបងប្អូនឃើញអញ្ចឹងកុំថាឃើញដោះជាប់ក្បាត់សោះអត់ជាប់ទេបាទហើយថ្នាំងខ្លីល្អទៀតបាទហើយឫស្សីនេះរោភ្លោះខ្ញុំមិននិយាយថាភ្លោះទេគឺឫស្សីនេះរោភ្លោះហើយរោភ្លោះគឺមានសន្តានបែបហ្នឹងបាទមានគេហៅថ្នាំងវាសង្វាចុះឡើងអីតិចតួចអញ្ចឹងទៅបងប្អូនដែលធ្លាប់រោឫស្សីគឺអាចយល់ឲ្យពីឫស្សីប្រភេទថ្នាំងបែបហ្នឹងគឺជាប្រភេទឫស្សីរោភ្លោះបាទនេះដោយសារដាច់ត្រឹមហ្នឹងបើសិនជាទៅមុខទៀតអាចភ្លោះអាហ្នឹងគាត់ខ្ញុំស្មានទេបាទតែដាច់ត្រឹមហ្នឹងហើយមានខ្នាយមួយដោះមកច្រកចូលទៅនេះអញ្ចឹងទៅបាទហើយខ្ញុំអត់កាត់ទេដោយសារបើយើងធ្វើបតោក៏អត់ទៅដែរខ្នាយហ្នឹងបាទដោយសារមានខ្នាយនេះបាត់ហើយអញ្ចឹងយើងទុកអញ្ចឹងទៅក៏ល្អដែរតែអត់បានកាត់សម្អាតទេបងប្អូនហ្នឹងជាប់រវល់ធ្វើការអត់បានសម្អាតទេថ្នាំងខ្លីល្អតូចស្អាតបាទខ្នាតបតោមិនមែនជាធំពេកមិនតូចពេកគឺល្មមតែម្ដងបាទវាធំអាចចូលជាមេបតោតែនេះអត់ទេបាទធន់កណ្ដាលបាទដោះបែបហ្នឹងស្អាតម្យ៉ាងដែរបាទបន្ទាប់មកគេហៅថាឫស្សីក្តារសាច់ឈ្មោលបាទហើយភាគច្រើនគេនិយាយថាក្តារសាច់ឆ្កិលបាទតែក្តារសាច់ឆ្កិលហ្នឹងគឺសំដៅទៅលើក្តារសាច់ឈ្មោលបាទហើយក្តារសាច់ឈ្មោលនេះគឺពីលើខ្វាក់អត់មានក្បាត់នេះអត់មានភ្នែកទេបាទដោយសារស្អុយធម្មជាតិត្រឹមហ្នឹងបើសិនជាកុំស្អុយអាចទៅលើទៀតខ្ញុំសង្ស័យថាបែបមានដុះក្តារសាច់មួយទៀតដោយសារត្រង់នេះអត់ភ្នែកអញ្ចឹងអាចនេះឡើងលើបន្តិចបាត់ដុះបាទតែដោយសារតែសាកត្រឹមហ្នឹងទៅមិនដឹងជាដុះឬក៏អត់បងប្អូនប្រភេទជាក្តារសាច់ឈ្មោលបាទនេះដាក់ឆ្ងាយតិចមើលឆ្កិលបាទស្អាតហើយច្រពាន់ធំវែងល្អបាទច្រពាន់ចង់ពេញក្បាត់
trong pin thang tay mà đó mà tăng bị trong đó lưới còng đó có bát tay mà đó mà từ đó lưới nó bị đó mà thì này có lo đấy mà cứ này đó lưu tới trên bằng mai mà còn là này đó này đã sai đó lưu tới trên bằng mai nên sao để chàng bông ơn cú sao mà có thể ra sai mô mũi này và hai tập tọp máu cứ chỉประเภท กระดาษ sách សង្វារថ្នាំង បាទ គឺថ្នាំង នេះ សង្វារ ទាញ ចុះ បងប្អូន នេះ អញ្ចឹង ក្បាត់ នេះ គឺ វង អត់ ពេញ ទេ បាទ គឺ វង ហើយ មក ដល់ នេះ ទាញ ចុះ មក ចេះ បាន ឡើង ទៅ វិញ បាទ អា ហ្នឹង គេ ហៅ ថា វិស័យ ថ្នាំង សង្វារ ហើយ ក៏ មាន ដោះ នេះ ពីរ ទន្ទឹម គ្នា ចេះ បងប្អូន នេះ ដោះ ផ្នែក ពីរ ទន្ទឹម គ្នា ស្រប គ្នា ប៉ុន គ្នា តែ ម្ដង បាទ ហើយ ខ្ញុំ បាន ខាត់បន្លាចេញតិចហើយបាទដោយសារយើងខ្លាចមុតអញ្ចឹងបើយើងកុំដោះខាត់វិញស្ទាបចេះមុតអញ្ចឹងបានខាត់ឲ្យទាលតិចហើយកុំឲ្យយើងប៉ះមុតបាទអញ្ចឹងក៏ស្អាតម្យ៉ាងដែរបាទហើយថ្នាំងនេះក៏សង្វារដែរបើសិនយើងកាត់តយើងអាចនេះកាត់នេះហើយកាត់ទៅនេះបាទកាត់ធ្វើជាបតោថ្នាំងខ្លីតូចល្អដែរបាទស្អាតម្យ៉ាងដែរប្រភេទវិស័យ กระดาษ សាច់ ថ្នាំង សង្វារ ស្រោប បាទ បន្ទាប់មក គឺ ប្រភេទ ជា กระดาษ សាច់ គេ ហៅ ថា ណប់ បាទ តែ ណប់ នេះ អត់ សូវ ស្អាត ទេ ដោយសារ ស្អុយ បាទ នេះ នេះ ខាង នេះ ស្អុយ ស្អី ចោះ តិច ទៅ ខាង នេះ ស្អី ចោះ តិច ទៅ តែ ខ្ញុំ អត់ ទាន់ ផ្លុំ មើល ទេ រុន ពីរ ហ្នឹង មិន នឹង ឆ្លង គ្នា ឬ អត់ ទេ បាទ ហើយ ទៅ ថា មាន ស្អុយ អញ្ចឹង ទៅ យើង មក កលែង អភ្លាត ទៅ ស្តៀង ណប់ ព្រែក បាទ តែ មិន មែន ជា ព្រែក អី ទេ បាទ គឺជា ប្រភេទ ណប់ ស្អុយ បាទ ស្អុយ ចំ កដាល ទៅ ឃើញ ដូច ពីរ ចាហៀង ជួប គ្នា អញ្ចឹង ទៅ បាទ ហ្នឹង ថ្នាំង ខ្លី ល្អ ដែរ បាទ សង្វារ ទាញ តិច ដែរ បាទ กระดาษ សាច់ នេះ ហ្នឹង យើង កាត់ បតោង ល្មម ដែរ បាទ ប្រភេទ ណប់ បាទ ហើយ បន្ទាប់ មក ទៀត គឺ ណប់ ដែរ បាទ តែ ដោយសារ เราដាក់រូបធំមកឲ្យបងប្អូនមើលឃើញកពូលណប់ឲ្យច្បាស់បាទមិនបាច់ដាក់តូចនេះទេតែរិស័យនេះធំគូសមមកគឺចូលប្រប៉ុណ្ណេះដែរទេបាទហើយនេះកពុំល្អបងប្អូននេះណប់នេះខ្ញុំអាចនិយាយថាមើលទៅស្តៀងគេហៅថាស្តៀងដោះកមុំបាទគឺកពុំល្អមែនទែនបាទហើយនេះមកចុងនេះមកចុងបាទចុងណប់ស្អាតដែរបាទណប់មួយនេះគឺជាប្រភេទกระดาษសាច់មួយដ៏កម្រមួយដែរមិនងាយជួបប្រទះទេបាទហើយខ្ញុំក៏និយាយថាតាំងពីរោមកខ្ញុំទៅបានមួយនោះទេដែលស្អាតបំផុតបាទពីមុនធ្លាប់បានដែរតែស្អាតមិនដល់ថ្នាក់ហ្នឹងទេបាទតែគាត់ថាដោះអត់ចំកដាលទេបាទរឿងខាត់លើបន្តិចបាទហ្នឹងប៉ុណ្ណឹងខ្ញុំស្រឡាញ់បាទកពូលនេះគឺមហាកពូលទៀតអត់មានស្អុយបន្តិចទេណប់មុនស្អុយណប់នេះអត់មានស្អុយបន្តិចទេបាទស្អាតណាស់បាទប្រប៉ុនមេដៃដែរกระดาษសាច់ណប់បាទហើយអង្គចុងក្រោយគេនេះគឺជាប្រភេទឫស្សីกระดาษសាច់ញីបងប្អូនបាទខ្ញុំកាត់ទាំងវែងអញ្ចឹងគឺបំណងគឺយកទុកមកធ្វើកម្មខ្លះបងប្អូនចំណុចกระดาษសាច់គឺកន្លែងនេះបាទថ្នាំងនេះបាទกระดาษសាច់ញីគឺជាกระดาษសាច់ដែលមានតែកាយ៉ាវជាប់ពណ៌ហើយអត់ដោះបាទស្អុយអញ្ចឹងគេហៅกระดาษសាច់ញីបាទបាទបើយើងចង់កាត់យើងកាត់កន្លែងនេះបាទកាត់ទំនេះមកអាចធ្វើបតោងបានបាទហើយសល់នេះគឺកម្រងខ្ញុំទុកគ្រាន់ធ្វើកម្មធ្វើអីចឹងទៅបាទព្រោះអីកន្លែងថ្នាំងរិញញឹកហ្នឹងគឺយើងយកមកធ្វើទៅគឺឫស្សីក្លឹមក្រហមល្អបាទយើងកន្លងទៅឃើញស្អាតជាងកន្លែងសាច់លាតបាទកន្លែងសាច់លាតជាប់ថ្នាំងគឺទោះបីឫស្សីចាស់មិនក៏ដោយក៏មិនសូវស្អាតដូចកន្លែងថ្នាំងដែរបាទកន្លែងថ្នាំងគឺស្អាតបាទហ្នឹងហើយចឹងกระดาษសាច់ញីគឺជាกระดาษសាច់ប្រភេទនេះហ្នឹងហើយបងប្អូនហើយមានតែច្រពាន់បាទមានច្រពាន់ហើយស្អុយអត់ដោះបាទហើយមិញរៀងអត់អួនតិចបាទទូរស័ព្ទពេញ memory ថតលេង load បាទ
បាទហ្នឹងហើយអរគុណបងប្អូនសម្រាប់ការគាំទ្រនិងចូលទស្សនាបាទហ្នឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទហើយរាល់កំហុសខុសឆ្គងកើតចេញពីការបកស្រាយនិយាយស្ដីពាក្យពេចន៍ដែលមិនសមរម្យក៏សូមបងប្អូនខន្តីអភ័យទោសបាទហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំសូមជម្រាបលាបាទចាំជួបគ្នាវីដេអូថ្មីបន្ទាប់